Hello អ្នកនរគ្នា Season 10នេះគឺមកជាមួយនឹង Event Hi-Fi Day នេះគឺ preview របស់វាយើងត្រូវបើកសោចំនួន12នឹងឲ្យអស់ទៅដើម្បីទទួលបាន item ដូចជា emote ហើយនឹងavatar profile របស់ Menya ព្យួតហើយអានេះយើងបើក lock វាមួយមកហើយថ្ងៃហ្នឹងយើងបើកបានប្រហែលជាខ្ទង់8លេខអញ្ចឹងវានៅសល់4លេខទៀតយើងបើកទៅតាមថ្ងៃរបស់វាអញ្ចឹងណាហើយ share event ផងទៅដើម្បីទទួលបានអាកាសនេះដើម្បីយកទៅដូរ hero ហើយយើងទៅមើល event បន្ទាប់ទៀតគឺ Road Treasure Pavilion event ហ្នឹងទទួលបាន skin free នៅក្នុងហ្នឹង task របស់វារៀងប្រហែលតិច log in រាល់ថ្ងៃចន្លោះពីថ្ងៃ1ដល់ថ្ងៃ7ហ្នឹងគឺយើងអាច claim បានមួយសាហើយថ្ងៃ8ទៅដល់ថ្ងៃ14ហ្នឹងគឺ claim មួយសាទៀតនិយាយទៅរៀងបានបន្ទុកតិចដែរហើយ complete ឲ្យបាន10 match ទៅ20 match បានយើងទទួលបានអា Rose ហ្នឹងត្រលើកដំបូងហ្នឹងគឺយើងចាយអត់តែ30ពេលអាចនឹងចូល skin ប៉ុន្តែខ្ញុំជឿថាប្រកាសជាចូល rare skin នៃskin កាវបើសិនជាអ្នកទាំងអស់គ្នាចង់បានកាវអ្នកទាំងអស់គ្នាអាច claim បានក្នុង event ហ្នឹងយើងអាច claim បានតែមួយ skin ហ្នឹងណាយើងចុចលើអារូបប្រាសាទរូបផ្ទះហើយនឹងរូបចាប់ហ្នឹងយើងអាចទទួលបានកាក់នឹង7ទៀតវារៀង secret កន្លែងហ្នឹងបន្តិចevent បន្ទាប់ទៀតគឺ event free skin Menya យើងអាចប្រមូលកាក់ហ្នឹងដើម្បីដូរ item ផ្សេងមានដូចជា recall finish emote ហើយនឹង avatar ផ្សេងលក្ខខណ្ឌវាហ្នឹងគឺ share code invite friend ហើយនឹង complete 10 match ក្នុងមួយសប្តាហ៍ហើយវា reset ជារៀងរាល់ថ្ងៃច័ន្ទអូខេអ្នកនរគ្នាវីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយនិយាយទៅ season 10ហ្នឹងគឺមានអីលេងច្រើនមែនតើចាំតាមដានទាំងអស់គ្នាអូខេបាយបាយ I hope my firm as stone heart endures through chaos.